បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែប្រើប្រាស់រថយន្តដែលមានបំណងចង់មើល YouTube ចង់មើលអីនៅក្នុងឡានណាយើងមានត្រឹមតែដំ wireless នេះមួយគឺងាយស្រួលមែនតើបាទនៅក្នុងដំហ្នឹងយើងមានខ្សែហើយនឹង tab ពួក tab B ទៅ tab C អញ្ចឹងយើងប្រើដំនេះទីទៀតខ្ញុំនឹងនាំទៅខាងក្នុងតែយើងមានដំនឹងធ្វើអីឥឡូវឧទាហរណ៍យើងកំពុងប្រើប្រាស់រថយន្ត MG ZS ចុះបាទហើយយើងមានដំហ្នឹងចាអញ្ចឹងយើងចង់មើល YouTube យើងគ្រាន់តែដោតចូលប្លោះនេះមកបាទដោតចូលអញ្ចឹងមកហើយយើងទុកដំនឹងចោលទៅបាទហើយមកស្ទុះវានឹង load Android មកហើយបាទបន្ទាប់មកវា load នឹង Android មកអញ្ចឹងណាបងប្អូនវារឿងមកស្ទុះដែរថាជិត1នាទីបាទអញ្ចឹងវា load បដូរអេក្រង់របស់បងប្អូនមកជាលក្ខណៈទូរស័ព្ទ Android វិញបាទយើងមាន Play Store មាន YouTube បាទយើងមានអីច្រើនទៀតនេះ Netflix មើលអីហើយ download កម្មវិធីអីបានធម្មតាបាទងាយស្រួលមែនតើឥឡូវឧទាហរណ៍យើងចង់មើល YouTube យើងត្រូវភ្ជាប់ Wi-Fi សិនយើងចូល setting បាទយើងទៅដូចទូរស័ព្ទយើងធម្មតាយើងចូល Wi-Fi បាទបន្ទាប់មកយើង connect Wi-Fi ទៅយើង share ពីទូរស័ព្ទយើងទៅណាបងប្អូនបាទឧទាហរណ៍ដូចខ្ញុំ share ទូរស័ព្ទហ្នឹងទៅនេះ Oppo នេះអញ្ចឹងណាហើយយើងប៉ះលើអេក្រង់មួយមកយើងចុចមក home វិញអូខេបន្ទាប់មកយើងចូលមើល YouTube យើងមានដំមួយហ្នឹងគឺងាយស្រួលមែនតើបាទនេះភាសាយើងដោតដំណាបាទដំនេះបាទរួមបានហើយពេលយើងបើក YouTube មកគឺវា load ដូចទូរស័ព្ទយើងដែរបាទមើលបទចម្រៀងនៅក្នុង YouTube តែម្ដងបាទងាយស្រួលមែនតើបាទទៅដាក់ប៉ុណ្នេះវាដូចក្នុងទូរស័ព្ទយើងធម្មតាបាទមានវីដេអូមានអីចង់មើលធំអូខេយើងបាយធំមកអូខេងាយស្រួលមែនតើបងប្អូនយើងមានតែដំនឹងមួយបាទដំនេះគឺយើងអាចមើល YouTube បានដែរអូខេចង់បានតែតោបាន